អូខេសួស្តីគ្នាទាំងអស់គ្នាថ្ងៃនេះយើងមកនិយាយអំពីការអាប់ដេតទៅមួយនឹងការ trade បន្តិចព្រោះបច្ចុប្បន្ននេះខ្ញុំភាគច្រើនគឺខ្ញុំ trade គាត់ថាខ្ញុំ trade បែប passive យើងមើលថងឡើងនេះបន្តិចគឺ trade បងអាចចូលអានេះខ្ញុំប្រើប្រាស់ order bot ណាប្រើប្រាស់ order bot ក្នុងការ trade តែចិត្តបិទហើយមិនវិនិច្ឆ័យទៀតបិទអូខេបច្ចុប្បន្ននេះគឺយើងនៅតែ trade គាត់ថាខ្ញុំប្រើប្រាស់ order bot នៅក្នុងការជួយក្នុងការ trade ដោយយើងប្រើប្រាស់ AI នៅក្នុងការសរសេរ script សរសេរ technique នៅក្នុងការជួយយើងចេញរបៀបនៅក្នុងការ trade អញ្ចឹង AI ដែលខ្ញុំប្រើប្រាស់ហ្នឹងគឺឈ្មោះថា Claude AI កម្មវិធីនេះឃើញថាបកកែមែនទែននៅក្នុងការវិភាគទៅលើ screenshot ភាគច្រើនគឺខ្ញុំធ្វើជា screenshot ខ្ញុំថតជា screenshot ហើយខ្ញុំដាក់ចូលទៅឲ្យClaude AI ធ្វើការវិភាគដល់ពេលClaude AI វិភាគហើយក៏ទៅសេចេញជា script ហើយខ្ញុំយក script ហ្នឹងយកមកដាក់ចូលក្នុង MD5 ខ្ញុំយក script ខ្ញុំមកដាក់ចូល MD5 ដល់ពេល script ចូលមកកាន់ MD5 ហើយយើងយក MD5 ហ្នឹងវាបង្កើតជា alert យើងមើលវាបង្កើតជា alert បែបនេះមានសញ្ញាព្រួញឥឡូវមានសញ្ញាចូលមកទៀតហើយ buy សញ្ញាថ្មីចូលវាចេញជាសញ្ញាព្រួញបែបនេះគឺផ្ដល់សញ្ញា trade មកឲ្យយើងហើយបន្ទាប់មកហើយ Autobot software របស់យើងហ្នឹងគឺធ្វើការtrade ឲ្យយើងដោយស្វ័យប្រវត្តិតែម្ដងនៅពេលដែលវាផ្ដល់សញ្ញា trade ចូលមក Autobot នឹងធ្វើការចាប់សញ្ញា trade ហ្នឹងបញ្ជូនទៅកាន់ broker គឺ broker Quotex trong កន្លែងនេះណាអានេះគឺជាការ trade របស់ខ្ញុំប្រចាំថ្ងៃយើងមកមើលថងកន្លែងនេះបន្តិចទាក់ទងជាមួយនឹងណាប្រវត្តិក្នុងការ trade នេះគឺជាប្រវត្តិណាយើងប្រើប្រាស់ Autobot អញ្ចឹងថ្ងៃនេះយើងបាន197ហើយកម្រៃណាអានេះគឺជា197អានេះគឺជាការ record គឺយើង record trade មក2ម៉ោងហើយវាមានម៉ោងខ្លះហ្នឹងវាអត់ចូល trade ដែរព្រោះដោយសារបដូរណាប្រវត្តិបដូរយើងមើល trade យើងបិទនេះបានលុយអត់អានេះ trade ចូលទេណាមិញហ្នឹងបិទវាជាអត់បានលុយទេខាតនេះមើលទៅមិញហ្នឹងវាបាយឡើងប៉ុន្តែវាខាតដល់ពេលឥឡូវវាបាញ់ចូលថ្មីមួយទៀតបាយដូចគ្នាអញ្ចឹងសញ្ញាដែលទទួលបានមកនេះគឺជាចេញអំពី MT5 indicator ដែលសញ្ញាចេញពី MT5 នេះគឺសរសេរដោយ Claude AI ណា Claude AI គឺយើងប្រើប្រាស់ AI ក្នុងការសរសេរតបពីសរសេរហើយយើងដាក់ចូលមកកាន់ Autobot អញ្ចឹងបើសិនបើគ្នាយើងចាប់អារម្មណ៍ទាក់ទងជាមួយនឹងការប្រើប្រាស់ Autobot អាច comment នៅខាងក្រោមបានព្រោះនៅបច្ចុប្បន្ននេះខ្ញុំអាចនឹងផ្ដល់ free access ដល់ឲ្យគ្នាយើងបែរជាក្នុងរយៈពេល30ថ្ងៃឲ្យគ្នាយើងយកទៅតេស្តសាកល្បងជាមួយនឹងកម្មវិធី trade ណាហើយយើងមាន referral link នៅលើវីដេអូហ្នឹងដើម្បីទទួលបាន software Autobot យកទៅប្រើប្រាស់ free ហ្នឹងយើងត្រូវចុះឈ្មោះបង្កើតបញ្ជីតាម referral link របស់ខ្ញុំបន្ទាប់មកចុច link ចូលទៅកាន់ក្រុម Telegram ដើម្បីធ្វើការពិភាក្សាគ្នាទាក់ទងជាមួយនឹង script ឬក៏ indicator ដែលគ្នាយើងប្រើប្រាស់ Claude AI ទៅសេយើងនឹងបង្កើតក្រុមពិសេសដើម្បីឲ្យគ្នាយើងចែករំលែក script ឬក៏ technique ផ្សេងៗនឹងទៅកាន់ក្រុមរបស់យើងហើយគ្នាយើងអាចនឹងយកទៅប្រើប្រាស់ជាមួយនឹង Autobot ក្នុងការទទួលបានកម្រៃបែប passive ណាជាមួយនឹងទីសាស្ត្រ trade បែបស្វ័យប្រវត្តិដោយប្រើប្រាស់ Claude AI ក្នុងការជួយអញ្ចឹងក្នុងថ្ងៃនេះយើងមានតែប៉ុណ្្នឹងទេហើយបើសិនបើគ្នាយើងចាប់អារម្មណ៍ណាចុចតាម link ចូលទៅកាន់ក្រុមហើយយើងបង្កើតបញ្ជី trade តាម referral link បន្ទាប់មកហើយយើងនឹងអាច access ចូលទៅ Autobot ខ្ញុំនឹងផ្ដល់ license pro តែម្ដង pro license ឲ្យគ្នាយើងតែម្ដងណាក្នុងរយៈពេល1ខែដោយឥតគិតថ្លៃណាឥតគិតថ្លៃហើយបន្ទាប់មកហើយយើងចុះតម្លៃឲ្យទៀតត្រឹមតែយើងចុះតម្លៃ 50% ឲ្យទៀតណាសម្រាប់ referral link ដែលគ្នាយើងប្រើប្រាស់ក្នុងការបង្កើតបញ្ជីនៅក្នុងការ trade ណាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងព្យាយាមក្នុងការ update វីដេអូថ្មីទៀតឲ្យគ្នាយើងមើលអញ្ចឹងចាប់ពីខែ4ហ្នឹងទៅខ្ញុំនឹងចាប់ផ្ដើមធ្វើការ post content update ជារឿយៗទាក់ទងជាមួយនឹង software មួយនេះក៏ដូចគ្នាជាមួយនឹង software ថ្មីដែលខ្ញុំនឹងកំពុងតេស្តសាកល្បងហើយខ្ញុំនឹងដាក់ឲ្យគ្នាយើងប្រើប្រាស់នៅក្នុងការ trade ជាមួយនឹង crypto និងការ trade ជាមួយនឹង forex ដែរ
អញ្ចឹងសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងនេះបាយបាយ